Ok,សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនាំអ្នកគ្នាមកមើលរុក្ខជាតិម្យ៉ាងដែលមានឈ្មោះថាច័ន្ទភ្នំអញ្ចឹងថ្ងៃនេះគឺដោយសារតែវាធំខ្លាំងពេកអញ្ចឹងធ្វើឲ្យថូដែលយើងបានដាក់ដើមវានឹងវាប្រេះបែកដោយសារតែដើមនេះវាមានសុខភាពល្អហើយឫសវាក៏ដុះច្រើនដែរអញ្ចឹងអ្នកនរគ្នាអាចមើលបានឫសវាស្តៀងដូចជាឫសដូងឬក៏ឫសត្នោតអញ្ចឹងឥឡូវថូដែលយើងបានដាក់ហ្នឹងគឺវាមានទំហំតូចតែប៉ុន្តែយើងដាំវាកាលវានៅតូចហ្នឹងគឺអត់អីអត់បញ្ហាទេតែឥឡូវវាធំទៅវាមានកូនវាមានចៅអញ្ចឹងធ្វើឲ្យថូដែលយើងដាំហ្នឹងដែលមើលទៅវារាងតូចហើយក៏បានបែកថូក៏ចាស់ឬក៏ច្រើនអញ្ចឹងវាអាចធ្វើឲ្យយើងបែកអញ្ចឹងថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាមកមើលពីការដាក់ថូថ្មីទៅលើដើមច័ន្ទភ្នំម្ដើមនេះអញ្ចឹងមិនយូរគឺពួកយើងចាប់ដើមវាយបំបែកធូរចាស់មានន័យថាយើងតតែវាយបំបែកវាព្រោះធូនវាបែកហើយអញ្ចឹងយើងអាចយកវាទៅបិទកៅឬមួយក៏អាចឆ្នៃអីប្រើបន្ថែមទេអញ្ចឹងមានតែយើងវាយបំបែកវាហើយក្រោយពីវាយបំបែកវាគឺយើងឃើញថាឫសវាច្រើនមែនតើអ្នកនរគ្នាគឺច្រើនអញ្ចឹងហើយបើសិនជាយើងទុកឫសវាច្រើនទាំងដុលបែបនេះគឺធ្វើឲ្យយើងដាក់ធូរថ្មីអត់កើតទេអញ្ចឹងយើងត្រូវតែព្យាយាមយកដីឬមួយក៏យកឫសណាដែលមិនសូវសំខាន់ជាងកាត់វាចោលទៅហើយធ្វើឲ្យវារាងតូចបន្តិចដើម្បីយកទៅដាក់នៅធូរថ្មីអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងដើមច័ន្ទភ្នំនេះឃើញថាវាក៏មានកូន2-3ដើមដែរអញ្ចឹងកូនវានេះគឺយើងយកទៅបំបែកសម្រាប់ដាំធូរផ្សេងទៀតតែនៅកន្លែងនេះគឺយើងចាប់ដើមធ្វើការយកដីឬក៏ឫសតូចមួយចំនួនចេញសិនដើម្បីកុំឲ្យយើងយកទៅដាក់ដល់ថូរថ្មីទៅគឺវាពេញឬក៏ដាក់មិនចូលអញ្ចឹងនៅកន្លែងនេះគឺពួកយើងកំពុងតែព្យាយាមធ្វើឲ្យឫសនឹងតូចអញ្ចឹងអ្នកនរគ្នាឃើញទេឃើញដើមនេះគឺកូនវាចេញមកគឺ3ដើមអញ្ចឹងវាដល់អាយុកាលរបស់វាដែលត្រូវមានកូនមានចៅអញ្ចឹងកូនវា3ដើមនេះគឺខ្ញុំអត់បងអង្គយូរទេគ្រាន់តែឃើញកូននេះដឹងថាត្រូវធ្វើអីអញ្ចឹងគ្រាន់តែឃើញកូនដឹងថាយើងត្រូវតែយកវានឹងទៅបង្កាត់ផ្សាំដើម្បីដាំនៅកន្លែងផ្សេងទៀតហើយអ្នកនរគ្នាមើលដើមតូចតែមួយសោះដើមបើសិនជាភាពធៀបប្រហែលជាប៉ុនក៏ដៃកូនក្មេងប៉ុន្តែវារាងខ្ពស់ចាប់ប្រហែលជា2ម៉ែត្រហើយវាក៏មានកូនដែរអញ្ចឹងណាអញ្ចឹងមើលឫសគេម៉ែសុទ្ធតែឫសទាំងអស់អញ្ចឹងបានថូរបែកធូរវាយូរទៅវាចាស់ឫសនេះវាកាន់តែដុះធ្វើឲ្យវាបែកដោយស្ថាពរអញ្ចឹងនៅកន្លែងនេះគឺពួកយើងព្យាយាមយកឫសចេញយូរដែរអ្នកនរគ្នាតម្រាំតែយើងអាចយកឫសវាបានដែលថាសមល្មមជាមួយនឹងទំហំដែលយើងយកទៅដាក់នៅថូថ្មីហើយគឺយើងឈប់អញ្ចឹងនៅកន្លែងនេះគឺយើងកំពុងតែស្វែងរកឫសណាដែលមិនសូវមានសារៈសំខាន់ហើយយើងក៏ជាចេញដើម្បីឲ្យវាតូចបន្តិចហើយច័ន្ទភ្នំនេះដែរគឺជារុក្ខជាតិដែលយើងអាចដាំនៅកាសធាតុដែលក្តៅក៏បានម្លប់ក៏បានហើយបើជាទូទៅតាមបទពិសោធន៍របស់ខ្ញុំគឺដើមនេះអត់សូវជួយចិត្តទឹកទេស្រោចទឹកខ្លាំងពេកគឺជាប់ទឹកអាការៈរបស់វាគឺមើលទៅវាសពូនស្លឹកវាមានអារម្មណ៍ថាអត់ស្រស់ស្រាយអត់រិចគឺមានអារម្មណ៍ថាសពូនហើយយូរទៅបើសិនជាឈានទៅដល់ចំណុចមួយដែលវាស្ពោតពីក្នុងហើយគឺយើងកែវាលេងបានហើយចាអញ្ចឹងកន្លែងនេះខ្ញុំកំពុងតែស្វែងរកមុនដំបូងគឺថាចង់កោះផ្ដាច់ពីខ្លួនបោះមេវាប៉ុន្តែគឺទៅយើងក៏អត់បានទេមានតែកាត់អញ្ចឹងយើងក៏រៀបចំសម្ភារៈយកមកកាត់ដើម្បីយកទៅផ្សាំដាំបន្ថែមនៅទីតាំងផ្សេងទៀតហើយការកាត់នេះខ្ញុំអត់កាត់វាទាំងអស់ទេអ្នកនរគ្នាខ្ញុំទុកឲ្យវានៅមួយដើមកូនហ្នឹងគឺទុកនៅជាមួយនឹងដើមចាស់ព្រោះថាយើងអត់ចង់យកវាទាំងអស់ដោយសារតែចង់ឲ្យវានៅជាមួយគ្នាកុំឲ្យវាអបសុខនិយាយលេងអ្នកនរគ្នាតាមពិតទៅដោយសារកូនមួយទៀតវារៀងខ្ចីដែរអញ្ចឹងពួកយើងយកតែកូនណារៀងធំអញ្ចឹងនេះពេលដែលវាបែកអញ្ចឹងយើងកាត់វាឲ្យហើយយកវាទៅផ្សាំតែម្ដងអញ្ចឹងអ្នកនរគ្នាម្ដើមនេះយើងអាចបែងទៅជា2ដើម3ដើមថែមទៀតហ
ហើយនៅខាងtrong video យើងក៏មានការផ្សាំកូនច័ន្ទភ្នំនេះប៉ុន្តែយើងកាត់ពីកន្លែងផ្សេងអញ្ចឹងនៅកន្លែងនេះគឺយើងយកថូផ្សេងមួយទៀតប៉ុន្តែថូហ្នឹងគឺដូចតែគ្នាទេអ្នកគ្នាប៉ុន្តែនេះវាអត់បាយអញ្ចឹងណាហើយយើងក៏យកវាយកមកដាក់នៅថូថ្មីដាក់ដីថ្មីហើយអ្នកគ្នាកុំភ្លេចដាក់ថ្នាំបណ្ដុះឫសផងដើម្បីជាជំនួយឲ្យវាឆាប់ដុះឫសបន្ថែមអញ្ចឹងនៅកន្លែងនេះគឺយើងយកកូនវាយកមកដាំអញ្ចឹងអ្នកគ្នាមើលទៅប្រភេទកតងគឺយើងប្រើរាងធំតិចមកកុំប្រើតូចពេកដោយសារតែដើមរបស់យើងហ្នឹងក៏វារាងធំដែរហើយយើងធ្វើការសកត់ដីឲ្យម៉ត់ឲ្យណែនតឹងហើយយើងយកវាយកមកដាក់នៅក្រោមម្លប់ដែលមានសីតុណ្ហភាពមិនក្តៅមិនត្រជាក់ពេកអញ្ចឹងអរគុណអ្នកនរគ្នាដែលបានតាមដានទស្សនាក្នុងវីដេអូនេះបើសិនជាមានចំណុចខ្វះខាតសូមខន្តីអភ័យទោសហើយក៏សូមឲ្យអ្នកនរគ្នាជួយ comment នៅខាងក្រោមដើម្បីចែករំលែកចំណេះដឹងអរគុណច្រើន